មហាជនសង្ស័យមន្ត្រីសរិយោដីលោកយូតេងបឿងហ៊ានចុចប្លង់វាស់វែងទន្ទ្រានយកដីគម្របព្រៃឈើរបស់រនទាំងដែលព្រៃនៅឈរស្កឹមស្កៃនៅស្រុកជីក្រាញ់ខេត្តសៀមរាបសកម្មភាពកាប់ឆ្ការនិងឈូសឆាយទន្ទ្រានដីគម្របព្រៃឈើរបស់រនស្ថិតនៅក្នុងឃុំពងរលើស្រុកជីក្រាញ់ខេត្តសៀមរាបកំពុងតែបន្តកើតមានយ៉ាងកក្លឿនផ្កើននឹងច្បាំបន្ទាប់ពីមានការចុះទៅវាស់វែងចុចប្លង់ប្រព័ន្ធពីសំណាក់មន្ត្រីជំនាញដោយមិនខ្វល់ថាជាដីគម្របព្រៃក្រាស់ខ្មឹករបស់រដ្ឋនោះឡើយករណីនេះបានធ្វើឲ្យមហាជនដាក់ការសង្ស័យយ៉ាងខ្លាំងថាតើមានអាចកំបាំងឬអំពើពុករលួយកំបាំងមុខអ្វីនៅពីក្រោយខ្នងការទម្លាយរឿងរ៉ាវនិងការរុញដាក់គ្នាមន្ត្រីសរិយោដីឆ្លើយយករួចខ្លួនយោងតាមការចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026នៅចំណុចក្បាលខ្មោចភូមិលូនិងវាស្គីព្រៃឈើធម្មជាតិដែលជាសម្បត្តិសាធារណៈរបស់រនត្រូវបានរងការឈូសឆាយបំផ្លិចបំផ្លាញស្ទើរហិនហោចក្រោមហេតុផលអាងថាដីមានប្លង់ដែលចុចដោយក្រុមការងារវិនិច្ឆ័យជុំវិញភាពមិនប្រក្រតីនេះលោកសាន់សារុនអនុភូមិស្វាយចេងបានទម្លាយថាការវាស់វែងនេះដឹកនាំដោយលោកយូតេងបឿងមន្ត្រីសរិយោដីមកពីស្រុកសុននិគមមកជួយអន្តរាគមន៍ដោយលោកអនុភូមិបានកត់សម្គាល់ថាបើប៉ះដីបរិស្ថានមានព្រៃគេមិនចុចឲ្យទេប៉ុន្តែខាងដីមេព្រៃវែងគឺលោកយូតេងបឿងចុះវាស់ឲ្យទាំងអស់អ្វីដែលធ្វើឲ្យមហាជនហួសចិនបំផុតនោះគឺការបកស្រាយរបស់លោកយូតេងបឿងដែលបានអះអាងក្នុងន័យយករួចខ្លួននិងខ្វះការទទួលខុសត្រូវលើវិជ្ជាជីវៈថាកុំថាឡាយដីព្រៃត្រពាំងបឹងបុរាណសាលាឆោតទៀនឲ្យតែមានអាជ្ញាធរម្ចាស់ដីនិងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិចង្អុលបង្ហាញគឺត្រូវចុចប្លង់ទាំងអស់រួចទម្លាក់កំហុសទៅឲ្យរដ្ឋបាលព្រៃឈើថាហេតុអ្វីមិនប្តឹងជំទាស់ការលើកឡើងបែបនេះផ្ទុយស្រឡះពីការបញ្ជាក់របស់លោកខៀវឈឿនមេឃុំពងរលើដែលថាការវាស់ដីជាប្រព័ន្ធត្រូវមានមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធចូលរួមពិនិត្យតាមតំបន់គ្រប់គ្រងលឿងក្រហមបៃតងមិនមែននឹកឃើញតែចុចតាមចិនគ្មានការពិភាក្សាបែបនេះឡើយវាជារឿងគួរឲ្យខកចិនដែលមន្ត្រីជំនាញសរិយោដីបែរជាប្រើប្រាស់តួនាទីបំពេញភារកិច្ចខ្វះការត្រួតពិនិត្យនិងខ្វះមនសិការក្នុងការការពារទ្រព្យសម្បត្តិរដ្ឋទៅវិញជំនាញព្រៃឈើបានអះអាងថាបានប្លុកប្លង់កម្មសិទ្ធិរួចហើយជុំវិញករណីនេះលោកភោគវីរៈនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វៅបានពន្យល់ថារាល់ការចុចប្លង់ប៉ះពាល់ដីគម្របព្រៃឈើគឺមិនត្រូវបានអនុញ្ញាតឲ្យចេញបានកម្មសិទ្ធិជាដាច់ខាតកាលពីថ្ងៃទី1ខែមេសាឆ្នាំ2026កម្លាំងចម្រុះបានចុះពិនិត្យនិងផ្ញើរូបរាងដីទៅមន្ទីរដែនដីរួចរាល់ហើយដើម្បីស្នើសុំមិនឲ្យចេញបានកម្មសិទ្ធិចំណែកការដែលពលរដ្ឋនៅតែបន្តទន្ទ្រានថ្មីនេះគឺជារឿងខុសច្បាប់និងជាបទល្មើសព្រៃឈើសំណូមពរដល់ទទូចពីប្រជាពលរដ្ឋដែលមើលឃើញពីហានិភ័យនៃមហន្តរាយព្រៃឈើប្រជាពលរដ្ឋនៅមូលដ្ឋានបានគោរពសំណូមពរយ៉ាងទទូចដល់អាយុត្តមអៀងសុផាឡែនរដ្ឋមន្ត្រីក្រសួងបរិស្ថានអាយុត្តមប្រាក់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបលោកទាកឹមសុនប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនិងលោកហ៊ីសាយប្រធានមន្ទីរដែនដីខេត្តសៀមរាបសូមមេត្តាជួយបើកការស៊ើបអង្កេតពិនិត្យឡើងវិញនិងមានចំណាត់ការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះភាពមិនប្រក្រតីនៃការចុះបញ្ជីក្បាលដីគម្របព្រៃឈើខាងលើនេះដោយក្តីអនុគ្រោះផងទៀតដើម្បីកុំឲ្យដីព្រៃរបស់រនធ្លាក់ទៅក្នុងកណ្ដាប់ដៃឯកជនក្រោមទង្វើខ្វះការទទួលខុសត្រូវរបស់មន្ត្រីខិលខូចមួយចំនួនអង្គភាពគេហទំព័រប្រមាញ់ជីដានធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះក្នុងន័យរិះគន់ដើម្បីស្ថាបនានិងឆ្លុះបញ្ចាំងពីតថភាពជូនថ្នាក់ដឹកនាំនិងមហាជនឲ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានរាយការណ៍ដោយលោកពន្ថនភ្នាក់ងារអង្គភាពប្រមាញ់ជ័យដែន